តែអ្នកធ្លាប់ស្គាល់អំពីទីក្រុងដែលមានសមុទ្រស្អាតសម្បូរទៅដោយវប្បធម៌និងសេរីភាពដូចជាទីក្រុង Sydney ហើយឬនៅទីក្រុងនេះមិនត្រឹមតែជាកន្លងសម្រាប់ភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែជាទីក្រុងដែលមានមនុស្សរាប់លានអ្នកស្រមៃចង់រស់នៅថ្ងៃនេះ Time Frame នឹងនាំអ្នកទៅស្គាល់ជីវិតប្រចាំថ្ងៃនៅទីក្រុង Sydney ថាជីវិតនៅទីនោះពិតជាសរសើរដូចជានិយាយមែនដែរឬអត់Sydney គឺជាទីក្រុងធំបំផុតមួយនៅក្នុងប្រទេសអូស្ត្រាលីនិងជាមេដឹកនាំសេដ្ឋកិច្ចវប្បធម៌និងទេសចរណ៍ផងដែរទីក្រុងនេះស្ថិតនៅលើឆ្នេរសមុទ្រ East Coast មានទេសភាពស្អាតជាមួយសមុទ្រពណ៌មាសខ្ពស់និងសួនច្បារធំៗផងដែរអ្វីដែលធ្វើឲ្យ Sydney ល្បីនោះគឺ Sydney Opera House និង Harbour Bridge ដែលជារូបសញ្ញានៃប្រទេសអូស្ត្រាលីទាំងមូលអាកាសធាតុនៅទីនេះក្តៅស្រាលៗនិងស្រួលរស់នៅណាស់រដូវក្តៅមានពន្លឺថ្ងៃច្រើនជាង8ម៉ោងក្នុងមួយថ្ងៃខណៈពេលដែលរដូវរងាមិនត្រជាក់ដល់ថ្នាក់មានព្រិលនោះទេប៉ុន្តែទោះជាអាកាសធាតុល្អយ៉ាងណាក៏ដោយតម្លៃនៃការរស់នៅទីនេះត្រូវបានចាត់ទុកថាថ្លៃបំផុតមួយនៅក្នុងពិភពលោកផងដែរតម្លៃផ្ទះជាមធ្យមអាចលើសពី$1 លានហើយតម្លៃអាហារនិងសេវាកម្មផ្សេងៗក៏ខ្ពស់ផងដែរSydney គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ជាងគេមួយនៅអូស្ត្រាលីទីនេះមានក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុនហិរញ្ញវត្ថុបណ្ដាញបច្ចេកវិទ្យានិងទេសចរណ៍ផងដែរប្រាក់ខែជាមធ្យមនៃអ្នកធ្វើការគឺពោបំផុតប្រហែលពី$65,000ក្នុងមួយឆ្នាំប៉ុន្តែការចំណាយក៏ខ្ពស់ដូចគ្នាផងដែរប្រជាជនជាច្រើនត្រូវធ្វើការពេញម៉ោងដើម្បីអាចរកប្រាក់គ្រប់គ្រាន់សម្រាប់ការរស់នៅទោះជាយ៉ាងណាក៏ដោយប្រជាជននៅទីនេះគេគិតថាសេរីភាពនិងគុណភាពនៃជីវិតគឺថ្លៃជាងអ្វីៗទាំងអស់Sydney មានប្រព័ន្ធដឹកជញ្ជូនទំនើបដូចជារថភ្លើងអូតូប៊ូសនិងទូកមនុស្សជាច្រើនប្រើប្រាស់អូប៉ាខាតដើម្បីធ្វើដំណើរទូទាំងទីក្រុងទោះបីជាមានចរាចរណ៍កកស្ទះក៏ដោយក៏ការធ្វើដំណើរទីនេះមានភាពទាន់សម័យនិងសុវត្ថិភាពផងដែរនៅក្នុងថ្ងៃចុងសប្តាហ៍មនុស្សជាច្រើនចូលចិត្តទៅឆ្នេរសមុទ្រពីព្រោះ Sydney មានឆ្នេរស្អាតៗជាច្រើនដូចជា Bondi Beach, Manly Beach និង Coogee Beachក៏មានសួនច្បារធំៗដូចជា Royal Botanic Garden ដែលអ្នកអាចដើរលេងឬធ្វើកំណើតកម្សាន្តជាមួយគ្រួសារផងដែរជីវិតសង្គមនៅទីនេះសកម្មណាស់មានហាងកាហ្វេ បារ និងភោជនីយដ្ឋានជាច្រើនដែលបើកដល់យប់មនុស្សនៅទីនេះគឺចូលចិត្តសកម្មភាពក្រៅផ្ទះដូចជារត់លេងកីឡាឬក៏ធ្វើ BBQ នៅសួនផងដែរSydney មានសាកលវិទ្យាល័យល្បីៗដូចជា University of Sydney និង UNSW ដែលទទួលនិស្សិតអន្តរជាតិរាប់ម៉ឺននាក់ទីក្រុងនេះជាកន្លងវប្បធម៌ដែលមានសារមន្ទីរសាលាផ្សព្វផ្សាយសិល្បៈនិងព្រឹត្តិការណ៍អន្តរជាតិជារៀងរាល់ឆ្នាំមនុស្សមួយចំនួនរស់នៅក្នុងផ្ទះជួលតូចៗឬ share house ដើម្បីកាត់បន្ថយការចំណាយការទិញម្ហូបនៅផ្សារមានតម្លៃថ្លៃជាងប្រទេសផ្សេងៗប៉ុន្តែគុណភាពសម្ភារៈអាហារគឺខ្ពស់បំផុតបើអ្នកមានប្រាក់ចំណូលមធ្យមអ្នកអាចរស់នៅបានល្អបំផុតប៉ុន្តែត្រូវគ្រប់គ្រងការចំណាយដោយប្រុងប្រយ័ត្នអ្វីដែលអ្នកគិតថាមានតម្លៃថ្លៃជាងគេនោះគឺការរស់នៅក្នុងបរិយាកាសសុវត្ថិភាព
មានសេរីភាពនិងធម្មជាតិជុំវិញខ្លួនស៊ីដនីមិនត្រឹមតែជាទីក្រុងស្រស់ស្អាតប៉ុណ្ណោះនោះទេប៉ុន្តែវាជាទីក្រុងដែលសមរម្យសម្រាប់អ្នកដែលចង់រស់នៅក្នុងបរិយាកាសស៊ីវិល័យនិងសុវត្ថិភាពប៉ុន្តែជីវិតនៅទីនេះក៏មិនងាយស្រួលឡើយដោយសារតម្លៃរស់នៅខ្ពស់និងការប្រកួតប្រជែងក្នុងការងារសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើអ្នកចូលចិត្តវីដេអូមួយនេះកុំភ្លេចចុច like និង subscribe ជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណ